ok នៅក្នុងមេរៀននេះគឺយើងសិក្សាអំពី Quick Access Toolbar អញ្ចឹង Quick Access Toolbar គឺជា Toolbar ដែលយើងប្រើញឹកញាប់ជាងគេហើយជា Toolbar ដែលលឿនជាងគេអូខេអញ្ចឹងនៅក្នុង Quick Access Toolbar វាផ្ទុក command ដូចជា save undo redo អញ្ចឹង undo redo នៅមេរៀនបន្តអ្នកនឹងតើអ្វីជា undo អ្វីទៅជា redo អូខេអញ្ចឹងឧមាថាខ្ញុំចង់ add command អីមិនថាគឺខ្ញុំចុច tick លើវាមកខ្ញុំចង់ដោះវាវិញឬក៏ខ្ញុំចង់បាន comment អីផ្សេងក្រៅពីអានេះអញ្ចឹងគឺខ្ញុំអាចយកពាក្យ more comment ហើយបន្ទាប់មកខ្ញុំអីគេឧបមាថា comment ខាត់ចឹងទៅខ្ញុំ add វាហើយខ្ញុំដាក់ទីតាំងវានៅលើ quick print នេះទៅអូខេហើយ quick print នេះខ្ញុំចង់ remove វាចោលអញ្ចឹងខ្ញុំ select លើវាយកពាក្យ remove ហើយខ្ញុំអូខេអញ្ចឹងឃើញបាត់ដែរឃើញចេញខាត់មកហើយអូខេអញ្ចឹងខ្ញុំចង់ remove ខាត់វិញ more comment នឹងដែរមកហើយយកពាក្យ remove មកហើយអូខេមកបានអូខេហើយខ្ញុំចង់ save ឯកសារខ្ញុំចុចលើកន្លែងនេះក៏បានក៏ save ដូចគ្នាឃើញទេខ្ញុំប្រើឬក៏ម្យ៉ាងទៀតខ្ញុំចូល file នេះក៏បានឃើញវាយូរហើយបើយើងចុចលើអានេះបដ វាលឿនអូខេអញ្ចឹងរបៀបប្រើខ្វះសំទោសរបៀបប្រើQuick Access Toolbar ត្រូវបានបញ្ចប់ត្រឹមនេះបាទ